rồi phải cho một tơ sầm ra tơ để kinh chẳng có miên cả làm ọt nhớ ôm lên cài ọt cái đào gì chẳng đó cho mà đặt chặt từng cái cho tơ sầm ra tơ chẳng hạn tình tơ có miên cả làm rồi anh nói đây cái hai tháp tuần tục hàng một cô luôn rồi đó nơi hoạt động baอย่างណាចូលមកដល់ក្នុងផ្ទះមកដល់ទីសេនាសនៈនេះគឺថារវែងបានភាពសុខស្រួលសុខភាពក៏ល្អប្រសើរទៅតាមហ្នឹងហើយបើយើងអត់មានកន្លែងអញ្ចឹងទេនៅតែហាលវានៅតែហាលខ្យល់សុខភាពយើងមិនដែរញោមនេះញោមសុខភាពយើងមិនដែរបើហ្នឹងហើយអញ្ចឹងយើងដឹងហើយបងណាអញ្ចឹងបានឲ្យឈ្មោះហ្នឹងក៏ត្រឹមត្រូវក៏ដោយចិត្តនឹងទៅលើអ្វីដែលជាភាពជាក់ស្ដែងហ្នឹងហ្នឹងហើយក៏ចឹងcòn làពាក្យនេះគាត់ថាយើងធ្លាប់ដឹងធ្លាប់ឮដោយច្រើនគឺពីសេនាសនៈទានបើហើយឮច្រើនជាងទៀតគឺពាក្យអីគេឡើងគេហដ្ឋានមែនទេញោមពាក្យនឹងពេញនិយមណាស់បើតាមសម្បត្តិអីចឹងទៅអញ្ជើញឡើងគេហដ្ឋានឡើងភូមិគ្រឹះអីចឹងទៅបើគេមិនសូវដាក់ពាក្យវាបច្ចេកទេសអញ្ចឹងទេបើចឹងសូមពុទ្ធបរិស័ទបានជ្រាបហើយអានិសង្ឃនិយាយទៅវាច្រើនណាស់បើណាយើងនិយាយតែបច្ចុប្បន្នចឹងទៅក៏នឹងជាអនាគតទៅបច្ចុប្បន្នសុខហើយសប្បាយហើយយើងមិនចាំបាច់និយាយទៅដល់នឹងអនាគតជាតិអីទេបើធ្វើម៉េចឲ្យសុខឲ្យសប្បាយឲ្យស្រួលនៅក្នុងបច្ចុប្បន្នហ្នឹងបើណានឹងអនាគតក៏វាសុខវាសប្បាយវាស្រួលទៅតាមនឹងដែរក៏សំខាន់គឺនៅជាសុខនឹងក៏ដោយបញ្ញាស្មារតីរបស់កូនចៅប្រុសស្រីបើណាក៏ចាប់ផ្លឹកទៅឃើញរៀបចំសាងសង់នៅនឹងទីសនៈទានប៉ុណ្ណឹងគឺគេខាងថ្មីជួយទៅដល់លោកអ្នកដែលមានគុណប៉ុណ្ណឹងដោយយកឃើញសពគ្រប់ប្រការវ័យចាស់ជរាទៅគឺលំបាកឡើងចុះប៉ុណ្ណឹងហ្នឹងហើយដល់ពេលយើងបានប៉ុណ្ណឹងទៅគឺស្រួលហ្នឹងហើយចេញមកកន្លែងសម្រាប់កន្លែងហ្នឹងប៉ុណ្ណឹងហ្នឹងហើយដើរចូលទៅក្នុងមានបន្ទប់ទឹកមានផ្ទះបាយហ្នឹងគឺស្រួលក្នុងដំណើរជីវិតនៃការរស់នៅក្នុងសម័យកាលបច្ចុប្បន្នប៉ុណ្ណឹងហ្នឹងហើយអញ្ចឹងយើងដឹងគឺថាហើយសម្រាប់កូនចៅប្រុសស្រីក៏យើងដឹងខ្លួនយើងណាយើងសប្បាយចិត្តយើងរីករាយយើងចាស់ថ្លាយើងដាំពូជណាយើងរមែងបានផ្លែផ្កាគឺពូជនឹងវិញហើយអញ្ចឹងណាកូនចៅក៏ហ្នឹងហើយនេះគឺជាទឹកចិត្តដែលយើងបានរួមចំណែកក៏ជួយហើយបញ្ជាក់បន្តិចទៀតទៅក៏ខាងក្រមសង្ឃហទានក៏ភូមិប្រពលាក៏មានបងចានឹងគឺបើណាបងចាខួនសំណាងក៏មានញោមចាចាន់សេងក៏ហើយមានពុទ្ធបរិស័ទលោកតាលោកយាយច្រើនរូបទៀតបើណាតែតែខ្នះខ្នែងក៏គឺជារឿងមួយល្អប្រសើរត្រឹមត្រូវគួរឲ្យជ្រះថ្លាគួរឲ្យគាំទ្រមែនទែនបើណាហ្នឹងហើយជាការលើកទឹកចិត្តទៅដល់អ្នកដែលគេហៅថាចាស់ជរាបើណាយូរបានជួបជុំគ្នាម្ដងបើរឿងអីផ្សេងក៏តាមហ្នឹងបើណាបច្ច័យក្តីធនធានឬក៏ទាំងហានបណ្ឌបាតក្តីប៉ុណ្ណាក៏ប៉ុណ្ណឹងសំខាន់គឺយើងបានជួបជុំគ្នាបើណាបើនឹងសប្បាយចិត្តរីករាយដូចពេលហ្នឹងអញ្ចឹងបើលោកតាលោកយាយគាត់សប្បាយចិត្តរីករាយជ្រះថ្លាបើណាបើហ្នឹងហើយខ្ញុំបាត់បត់ចិត្តទេបើណាហ្នឹងហើយបានពរក៏ខ្វះក្បាយទៀតបើហ្នឹងអរគុណណាបងណាឲ្យពរលោកហេងបងនឹងរស់ស៊ីអីផងរាល់ថ្ងៃឲ្យពរហេងបងហ្នឹងឲ្យហេងពាក្យខ្មែរយើងណាញោមណាជូនពរជូនជ័យហ្នឹងហើយឲ្យហេងជោគជ័យបងណាមិនមែនតែជោគជ័យទៅរឿងរស់ស៊ីទេបើការរៀនសូត្រឬក៏ដំណើរដើរហើរសពគ្រប់ប្រការទាំងអស់ហេងស្មានពាក្យជោគជ័យចឹងណាញោមបងនឹងស្មានពាក្យសម្រាប់គោលដៅដែលយើងប្រាថ្នាចង់បានណាបងយើងនិយាយតែឲ្យពរជ័យគ្នាទៅវិញទៅមកនឹងឯងបងចឹងផ្សារភ្ជាប់ទៅលើទានធម្មទានមានខ្លីប្រមាណប៉ុណ្ណេះប៉ុណ្ណាតែអិសរាធិបតីសម័យផ្ដាំបុណ្យមានកូនចៅប្រុសស្រីបងប្អូនហើយមួយការរួមចំណែកជាមួយក្រុមសង្ឃហទានភូមិប្រពលាបានរួបរวมគ្នាថ្ងៃនេះក៏វាប្រគេននៅចង្ហាន់បណ្ឌបាតទេយទានដល់ព្រះសង្ឃតំណាងឲ្យព្រះសង្ឃមាន4ព្រះអង្គដែលក៏នៅក្នុងទីនេះដើម្បីសូមសេចក្តីសុខសេចក្តីចម្រើននៅក្នុងបច្ចុប្បន្នផងហើយក៏ដើម្បីឧទ្ទិសបុណ្យកុសលជូនទៅដល់ញាតិនៅក្នុងសង្សារវដ្តទោះបីគាត់ស្លាប់យូរក្តីថ្មីក្តីក្នុងរបប3ឆ្នាំ3ខែ20ថ្ងៃក្តីក៏សូមអញ្ជើញមកទួលអនុមោទនាបុណ្យកុសលគ្រប់យ៉ាងក៏បានទទួលហើយក៏សូមឲ្យក្រោយឲ្យពរជ័យដល់កូនចៅប្រុសស្រីមានមិត្តជិតឆ្ងាយទាំងអស់ជាពិសេសគឺលោកយាយបងណាលោកតាបងដែលចាស់ជរាបងរូប
គាជាធៀងណាក៏សូមឲ្យជាសះស្បើយឡើងហើយគ្រប់គេទាំងឡាយទាំងពួងតាំងពីពេលនេះតរៀងទៅអនុមោទនីសកេកមេចរបេគិរិសិករតតេចន្ទលកេវិមាននេតិបេរតេចកេម